ហ្នឹងគឺខ្ញុំមកនិយាយទាក់ទងអំពីការគ្រប់គ្រងនៅ user នៅក្នុង Vue3 ដោយប្រើប្រាស់ជាមួយនឹង Composition API ក៏ដូចជាការ store នៅលើ local storage ហើយក៏អាច create នៅ user ថ្មីអាចលុប upload រូបភាពផងដែរអញ្ចឹងដើម្បីកុំឲ្យខាតពេលយូរមកមើលការសរសេរកូដរបស់ខ្ញុំក៏ប៉ុន្តែសម្រាប់ project មួយហ្នឹងគឺខ្ញុំបានសរសេរកូដហើយគឺខ្ញុំគ្រាន់តែមកបង្ហាញអ្នកទាំងអស់គ្នាអំពី process ដែលខ្ញុំបាននិយាយឡើងខាងលើហើយសម្រាប់ទី1នេះគឺខ្ញុំធ្វើការcount save user ហ្នឹងដើម្បីធ្វើការstore data របស់យើងហ្នឹងនៅលើ local storage ហើយការ store របស់ខ្ញុំគឺខ្ញុំប្រើប្រាស់ដោយការ count save user ហើយ local storage get item user យ៉ាងទៅហើយនេះគឺជា process មួយដែលខ្ញុំធ្វើឡើងដើម្បីធ្វើការ store នៅ user របស់យើងនៅលើ local storage ហើយក៏យើងមានប្រើប្រាស់ជាមួយនឹង void ផងដែរហើយក្រៅពីនេះទៅទៀតក្រៅពីការ store user នៅលើ local storage ខ្ញុំក៏មានការធ្វើការ remove user ការ delete user របស់យើងដែលក្រោយពេលដែលយើងបង្កើត user ថ្មីរបស់យើងមកហ្នឹងនេះគឺជាការ count ដើម្បីធ្វើការ remove user របស់យើងហើយក្រៅពីហ្នឹងគឺខ្ញុំក៏អាចបង្កើតនៅ user ថ្មីរបស់យើងដែល user ថ្មីរបស់យើងគឺដូចតែ user ចាស់ទេគឺយើងមាន name មាន age ក៏ដូចជា position ហើយសម្រាប់ការ add នៅ user ថ្មីក៏យើងមានបំពេញលក្ខខណ្ឌនេះគឺជាលក្ខខណ្ឌដែលយើងប្រើដើម្បីធ្វើការ add នៅ user ថ្មីរបស់យើងហើយលើពីនេះទៅទៀតខាងក្រោមហ្នឹងគឺជាកូដដែលខ្ញុំសរសេរឡើងដើម្បីធ្វើការ create នៅ form ថ្មីដើម្បីឲ្យ user ហ្នឹងគាត់ធ្វើការ add នៅឈ្មោះក៏ដូចជាអាយុក៏ដូចជា position របស់គាត់ជាមួយនឹងការលេង style នៅក្នុង tabbing របស់យើងផងដែរហើយនៅក្នុង view នៅក្នុង list.view ហ្នឹងគឺខ្ញុំមាន function មួយទៀតគឺដើម្បីឲ្យ user ហ្នឹងគាត់អាចធ្វើការupload នៅ image របស់គាត់ហើយសម្រាប់ការ upload នៅ image របស់គាត់គឺខ្ញុំប្រើប្រាស់ជាមួយនឹង function handle image នេះដើម្បីឲ្យ user គាត់មានសិទ្ធិក្នុងការ upload នៅ image ចូលទៅក្នុង profile របស់គាត់អញ្ចឹងដើម្បីកុំឲ្យខាតពេលយូរខ្ញុំសូមបង្ហាញនៅ result នៃការសរសេរកូដរបស់ខ្ញុំនេះគឺជា result ដែលខ្ញុំបានសរសេរឡើងដោយខ្ញុំបានលើកឡើងថានៅក្នុងនោះគឺយើងអាចធ្វើការ add នៅ user ដោយ add ជាមួយនឹងឈ្មោះរបស់គាត់នៅអាយុរបស់គាត់ក៏ដូចជា position របស់គាត់ផងដែរបន្ទាប់ពីយើងធ្វើការបំពេញនៅឈ្មោះក៏ដូចជាអាយុក៏ដូចជា position របស់គាត់គឺយើងអាចចុច click លើប៊ូតុង create នោះមានថា user របស់យើងគឺត្រូវបានបង្កើតឡើងហើយដូចខ្ញុំបាននិយាយឡើងចឹងគឺ user ក៏គាត់អាចធ្វើការ upload នៅ picture profile របស់គាត់ផងដែរហើយនៅពេលដែលក្រៅពី add ក៏ដូចជាការ upload នៅ image ក៏ user ក៏អាចធ្វើការ delete នៅ user ដែលគាត់បានបង្កើតឡើងមកហើយអីមួយទៀតដែលខ្ញុំបាននិយាយគឺការ store នៅលើ local storage មានន័យថានៅពេលដូចម៉ាញ់ខ្ញុំហ្នឹងខ្ញុំបានលុប user ថ្មីមួយអញ្ចឹងនៅពេលដែលយើង refresh គឺអា user ដែលយើងលុបមិញគឺវាទៅបាត់ហើយវាអត់ធ្វើការ alert ឡើងវិញទេអាហ្នឹងគឺជាអីដែលយើងចង់បាននៅក្នុង function នៃការ store នៅលើ local storage មួយហ្នឹងដូចដែលខ្ញុំបាននិយាយអញ្ចឹងការ store នៅ local storage មានន័យថាអីដែលយើងលុបហើយលុបចេញពី project របស់យើងហើយលុបចេញពីអីដែលយើងចង់បង្កើតហើយនៅពេលដែលយើងធ្វើការ refresh ម្ដងទៀតគឺវាអត់ alert មកសារជាថ្មីម្ដងទេនេះគឺជាអីដែលយើងចង់បាននៅក្នុងលក្ខខណ្ឌការ store នៅ local storage ហើយសម្រាប់ការបញ្យល់របស់ខ្ញុំគឺមានតែប៉ុណ្្នឹងបើសិនតែមាននៅការខុសឆ្គងនៅប្រការណាមួយសូមមេត្តាខន្តីអភ័យទោសសូមអរគុណ